យាតាត្រូវបានក្រុមការងារលោកនវ៉ាត់ជេរប្រមាថកម្មវិធី Mi Universe ដែលមានផ្ទះលេខ2ជាម្ចាស់ផ្ទះទទួលបានការរិះគន់មិនឈប់មិនឈរទាំងកាយវិការនិងពាក្យសម្ដីមិនសមរម្យពីសំណាក់លោកនវ៉ាត់មកលើបវរកញ្ញាមិចស៊ីកូហើយថ្មីនេះក៏មានបណ្ដាអ្នកគាំទ្រប្រទេសថៃមួយចំនួនបានបង្ហាញការឌឺដងផ្លែផ្កាមិនពេញចិត្តមកលើកញ្ញាហ្វីយ៉ាតាអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺមានក្រុមការងារលោកនវ៉ាត់2នាក់ដែលជា admin កាន់ page បាននិយាយឌឺដងនិងជេរប្រមាថមកលើកញ្ញាហ្វីយ៉ាតាហៅថាមីឈួតពេលដែលឃើញហ្វីយ៉ាតាមានការលេចធ្លោស្របពេលដែលនាងបានក្រងរ៉ូបដែលបង្ហាញពីអត្តសញ្ញាណខ្មែរចូលក្នុងកម្មវិធីអាហារពេលល្ងាចរឿងរ៉ាវទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តហ្វីយ៉ាតាយ៉ាងខ្លាំងរហូតនឹងបង្ហោះនៅក្នុង story IG ទាំងទឹកភ្នែកចឹងណាមិញខណៈពេលនេះក៏មានបវរកញ្ញាផ្សេងទៀតបានលើកទឹកចិត្តនិងបញ្ចេញមតិការពាររួមទាំងទាមទារឲ្យកម្មវិធីមានចំណាត់ការទៅលើបុគ្គលដែលគ្មានសីលធម៌ទាំងពីរនាក់នោះផងដែរចំណែកឯបណ្ដា fan កម្ពុជាក៏មិនស្ងៀមឡើយដោយម្នាក់នាំគ្នាប្រឹងលើកទឹកចិត្តផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងក្លារួមទាំងមានក្តីបារម្ភដល់ហ្វីយ៉ាតាហើយយ៉ាងណាមិញកញ្ញាហ្វីយ៉ាតាក៏បានបញ្ជាក់នៅក្នុងសំណេរផងដែរថារឿងរ៉ាវទាំងអស់នេះនឹងត្រូវដោះស្រាយក្នុងពេលឆាប់នេះអ្វីដែលសំខាន់ពេលនេះគឺនាងមានសុវត្ថិភាពនិងមានការការពារយ៉ាងល្អផងដែរ